คุณเซนคุณอย่าไปหลงตัวคุณเองว่าហ៊ុនសែនកុំលងថាខ្លួនឯងមានចិនឈោពីក្រោយនេះចិនឈោពីក្រោយនេះព្រោះគេចង់ប្រើអ្នកជាមូលដ្ឋានប្រយុទ្ធអាមេរិកថៃមិនចាំបាច់ឈោនៅទីណាទេបើចិនមិនយុត្តិធម៌ចំពោះថៃយើងអាចឈោខាងអាមេរិកបានចិនចង់បានបែបនេះអត់ចិនប្រើកំពង់ផែរៀមដែលកម្ពុជាប្រគល់ឲ្យចិនបើដូច្នោះយើងឈោខាងអាមេរិកជឿខ្ញុំណាប្រិយមិត្តជឿខ្ញុំណាហ៊ុនសែនសញ្ញាអ្នកមិនខុសពីថាក់ស៊ីនដែលលាចាករាជវង្សពីហ៊ុនសែនមកឲ្យហ៊ុនម៉ាណែតអ្នកឯងឃើញអត់ក្រោមការដឹកនាំរបស់អ្នក40ឆ្នាំគ្មានការអភិវឌ្ឍទាល់តែសោះសូម្បីតែបន្តិចប្រជាជននៅតែក្រនៅតែជាកូនឈ្នួលឲ្យគេបើកូនខ្មែរពិតប្រាកដហើយបានខ្លាយជាអ្នកដែលមានគំនិតគ្រប់គ្រងដោយរដ្ឋាភិបាលគឺមិនមានទេតែបើសិនជាមានអ្នកមានវិញគឺមានតែក្រុមបពុលោកឯងប៉ុណ្ណោះឯងអ្នកនៅតែហ៊ាននិយាយថានឹងប្រើកម្លាំងទ័ពមកបំផ្លាញកងទ័ពថៃលោកគិតថាងាយដល់ម្លឹងមែនទេតើអ្នកធ្លាប់គិតទេថាបើថៃរួមជាមួយចិននិងកម្ពុជារួមជាមួយចិនគិតថាចិននឹងជ្រើសយកកម្ពុជាមែនប្រសិនជាអាចជ្រើសរើសដោះដូរដោយកណ្ដាប់ដៃចិននិងជ្រើសរើសថៃជាងសាច់ខ្មែរអាស្រ័យលើថៃមានរបៀបបង្ហាញជំហររបស់ថៃអ្នកក៏បានដឹងមែនអត់ថាថាក់ស៊ីនមកហើយក៏ទៅអង្គអ៊ីងមកហើយក៏ទៅប៉ុន្តែថៃនៅតែទីនេះដដែលហើយខ្ញុំចង់ផ្ដាំទៅលោកភូមិធម្មវិឆាយឆៃអង្គអ៊ីងថាក់ស៊ីនអ្នកស្រឡាញ់ប្រទេសថៃអត់កុំមើលប្រទេសថៃជាប្រភពនៃប្រយោជន៍នោះដែលនាំឲ្យគ្រួសារត្រកូលរបស់អ្នកនឹងត្រូវឃ្លាតឆ្ងាយបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងក្រោយពីបានស្ដាប់នៅការធ្វើការអធិប្បាយរបស់លោកអំប្រុសបាទដែលគាត់ជាជនជាតិថៃគាត់បានធ្វើការវាយប្រហារខ្លាំងមកលើកម្ពុជារបស់យើងបាទហើយពាក្យនោះគឺយើងចាត់ទុកថាជាពាក្យមាក់ងាយបាទជាពាក្យដែលផ្ដល់នឹងការរើសអើងជាតិសាសន៍យ៉ាងចំមិនមានបញ្ជាសំបីតែបន្តិចទេបាទអញ្ចឹងក្រោយពីបានស្ដាប់វីដេអូនេះបាទខ្ញុំចង់ចូលរួមផ្ដល់ជាទស្សនៈទានប៉ុន្តែការផ្ដល់ទស្សនៈទាននៅទីនេះគឺមិនមែនជាការផ្ដល់ទស្សនៈទានក្នុងន័យវាយប្រហារឬក៏ឆ្លើយតបដោយភាសាអសុរោះបាទឬក៏បញ្ចេញនៅអាកប្បកិរិយាឬក៏សម្ដីដែលបង្ហាញអំពីការរើសអើងជាតិសាសន៍បាទដោយអ្វីដែលលោកអំប្រុសបានធ្វើមកកាន់ប្រទេសកម្ពុជារបស់យើងទេបាទអញ្ចឹងជាទស្សនៈរបស់ខ្ញុំក្រោយពីបានមើលឃើញអំពីវីដេអូហើយជាដំបងបរិនិច្ឆ័យណាយើងគិតថាគឺមានការឈឺចាប់នៅពេលដែលយើងបានឃើញខ្ញុំក៏ឈឺចាប់ដែរប៉ុន្តែបងប្អូនគួរអង្កេតបន្តិចបាទការនិយាយរបស់លោកអំប្រុសទី1ទំនងជាគាត់មិនមែនជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយគាត់មិនមែនជាអ្នកជំនាញផ្នែកការទូតគាត់មិនមែនជាអ្នកជំនាញស្អីទេមែនតើទៅគាត់និយាយនេះគឺផ្អែកលើអារម្មណ៍បើគាត់ជាប្រជាជនម្នាក់បាទអញ្ចឹងការនិយាយដល់ផ្អែកលើអារម្មណ៍ប្រកបណាស់គឺមានមូលដ្ឋានមិនសូវជាមុំទាំហើយនិយាយខុសច្រើនបាទវាគ្មានទិន្នន័យវិទ្យាសាស្ត្របាទវាគ្មានការវិភាគស៊ីជម្រៅបាទវាគ្មានការប្រើប្រាស់នៅគំនិតទស្សនវិជ្ជានៅក្នុងការត្រួតពិនិត្យរាល់គំនិតទាំងអស់នោះទៅទៀតអញ្ចឹងជាទស្សនៈរបស់ខ្ញុំបាទគឺយើងមិនតែចាំបាច់ឆ្លើយតបឬក៏ជេរឌីលប្រមាថបាទនាំឲ្យមានការរើសអើងជាតិសាសន៍ដោយអ្វីដែលគាត់បានលើកឡើងដោយតែគាត់បានវាប្រហារមកកាន់យើងទេបាទជាការពិតហើយពាក្យដាក់អសុរោះមួយចំនួនគឺវាធ្វើឲ្យយើងឈឺចាប់ក៏ប៉ុន្តែបើសិនបើយើងប្រើពាក្យអសុរោះទាំងនោះឆ្លើយតបទៅលើគាត់វិញវាទំនងជាការវិនិច្ឆ័យបាទនៅក្នុងទស្សនវិជ្ជា2បាទដែលមានបុគ្គលទី3ចូលរួមនោះគេប្រកាសជាគិតថាប្រហែលគ្នាហ្នឹងបាទអញ្ចឹងយើងព្យាយាមឈរក្នុងភាពជាមនុស្សថ្លៃថ្នូរក្នុងភាពជាសាសរបស់យើងគឺយើងព្យាយាមផ្ដល់តម្លៃរបស់យើងតាមរយៈភាពបាទមានទម្ងន់ផ្លូវចិត្តរបស់យើងបាទតាមរយៈការរក្សានៅតម្លៃរបស់យើងអញ្ចឹងបាទបើសិនបើបងប្អូនបាទបានឃើញវីដេអូនេះហើយបាទមិនចាំបាច់ទៅខឹងសម្បាឬក៏ឆ្លើយតបដោយភាសាអសុរោះណាមួយទៅកាន់គាត់ទេបាទចឹងយើងគ្រាន់តែព្យាយាមបញ្យល់បើសិនជាបញ្យល់មិនយល់ទេអាហ្នឹងក៏តាមលទ្ធភាពរបស់យើងទៅគឺយើងមិនអាចទៅធ្វើមិនគាត់បានទេព្រោះគាត់យើងដឹងហើយជាសាសមួយគឺតែតែមានការប្តេជ្ញាទំនោរទៅរកជាសាសមួយហើយអញ្ចឹងយើងនៅតែរក្សាភាពល្អមួយចំនួនយើងជឿថាប្រជាជនថៃទំនងជាមិនមែនអាក្រក់ទាំងអស់ហើយក៏មិនមែនល្អទាំងអស់ដែរអញ្ចឹងយើងនៅតែព្យាយាមរក្សាទំនាក់ទំនងល្អជាមួយបាទតទៅជាមួយនឹងពាណិជ្ជករក៏នៅតែរក្សាទំនាក់ទំនងល្អក្នុងការនាំចេញការជួញដូរឲ្យធម្មតាទៅហើយសម្រាប់សិស្សនិស្សិតបាទមានការដោះដូរទៅមកច្រើនអញ្ចឹងយើងក៏នៅតែរក្សាទំនាក់ទំនងល្អក្នុងផ្នែកការសិក្សារៀនសូត្ររបស់យើងបន្តទៅទៀតយើងកុំមានការចលាចលអីដូចគេដែលគេបានធ្វើគេចលាចលទៅគេចលាចលចោះយើងកុំយើងនៅឲ្យស្ងប់ស្ងាត់ក្នុងភាពជាអ្នកមានស្ថានភាពផ្លូវចិត្តរឹងមាំបាទអ
អញ្ចឹងបាទនៅក្នុងទស្សនៈរបស់ខ្ញុំបាទចូលរួមគឺមានតែនេះបើសិនបើការនិយាយទៅមានការខ្វះខាតមានការខុសឆ្គងកន្លែងណាសំឡុំសូមមេត្តាខន្តីអភ័យទោសបាទសូមអរគុណសូមគោរពលាបាទបងប្អូនទាំងអស់គ្នាសូមចូលរួមប្រតិបត្តិកិច្ចសម្រាប់សង្គមបាទសូមអរគុណសូមគោរពលា